សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមប្រម៉ូទឥដ្ឋមួយបាទនេះគឺជាប្រភេទឥដ្ឋបរិស្ថានហើយអានេះប្រភេទឡើងតោដែលយើងរៀបបន្ទាប់ពីយើងរៀបហើយយើងដាក់ជាមួយនឹងទ្វារឬក៏ប្អូចណាមានភាពងាយស្រួលណាស់នេះគឺយើងមិនពិបាកអីទេយើងមានឡើងតោនេះយើងអាចចាក់បន្ទាប់ធ្វើជាថ្នាំតម្រូវទ្វារប្អូចយើងបានហើយនេះប្រភេទធម្មតាដែលយើងរៀបជាអញ្ចឹងណាបងប្អូននេះក្រាស់ល្អណាស់ហើយមុំល្អណាស់និយាយរួមទៅថៅឬញួយវាយអត់ងាយបែកទេគាត់នៅកលិតទេបាទអាចមើលជាក់ស្ដែងឬមួយក៏សាកពិសោធន៍ខ្លួនឯងបានបាទមុំណាស់នេះគឺប្រភេទបរិស្ថានពីប្រភេទនេះហើយនឹងមួយកណាត់មួយទៀតគាត់តែសិនជាពុកម៉ែបងប្អូនមានតម្រូវការខ្ញុំអាចផលិតទាំងមួយកណាត់យើងមិនបាច់បាក់កាត់ក៏បានគាត់ថាកាត់វាពិបាកអញ្ចឹងណាវាស្វិតដែរអញ្ចឹងណាតែបើត្រូវការមួយកណាត់ក៏ខ្ញុំមានហើយប្រភេទកន្លែងប្អូចទ្វារក៏មានហើយប្រភេទជាងធម្មតាក៏មានដែរនេះខ្ញុំនិយាយផ្នែកឥដ្ឋបរិស្ថាននេះហើយនៅប្រភេទឥដ្ឋបុកមានឥដ្ឋច្រើនប្រភេទទៀតឥដ្ឋបុកឥដ្ឋបរិស្ថានហ្នឹងហើយប្រភេទឥដ្ឋខ្យល់មាន6ប្រភេទខុសៗគ្នាហើយនឹងការឡាឃើញផ្លូវបងប្អូនមានតម្រូវការអាចចាក់តមកបានបាទគុណច្រើន